ការប្រកួតកីឡាវាយកូនឃ្លីលើតុពីរង្វាន់ CSCEC ធ្វើឡើងដើម្បីបំផុសស្មារតីកីឡាករគ្រប់វ័យចូលរួមប្រកួតកីឡាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពពិសេសរួមចំណែកផលិតធនធានយុវជនកម្ពុជាក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីនាឆ្នាំ2031នៅកម្ពុជាខាងមុខនេះតាមការឲ្យដឹងពីលោកតាន់សុភ័ក្រប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុពីរង្វាន់ក្រុមហ៊ុន CSCEC បានគូបញ្ជាក់ថាគោលបំណងនៃការរៀបចំនេះគឺដើម្បីបំផុសចលនាកីឡាវាយកូនឃ្លីលើតុឲ្យកាន់តែផុសផុលនិងផ្ដល់ឱកាសដល់កីឡាករគ្រប់វ័យទូទាំងប្រទេសបានចូលរួមលេងកីឡាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពគណៈការប្រកួតនេះមានកីឡាករមកពីក្លឹបនានាចូលរួមសរុបចំនួន80នាក់ដែលមាន16ក្រុមផ្សេងគ្នាដោយមិនមានការបែងចែកទៅតាមវ័យនោះទេបាទតើតើនឹងការបើកការប្រកួតនេះទី1គឺជាការរួមចំណែកដ៏ធំមួយសម្រាប់សហព័ន្ធក្នុងការបំផុសទី1យើងចង់បន្តបណ្ដាថ្នាលដល់នឹងកីឡាករផ្សេងទៀតដើម្បីឲ្យគាត់ចូលរួមគួរដើម្បីទី1ដើម្បីយើងត្រៀមផងដើម្បីដោយសារយើងនៅឆ្នាំ2031យើងមានការប្រកួតកីឡាកម្រិតយុវជនអញ្ចឹងគោលបំណងនៃការប្រកួតនេះឡើងគឺទី1គឺដើម្បីជាពានរង្វាន់ក្រុមហ៊ុនក៏ពិតមែនក៏ប៉ុន្តែក៏ជាការលើកកម្ពស់ដើម្បីឲ្យយុវជនយើងមានការចាប់អារម្មណ៍កីឡាហើយលេងហើយក៏ដូចជាការត្រៀមសម្រាប់ការប្រកួតរបស់យើងនៅឆ្នាំ2031ដែរការចូលរួមនេះគឺកម្រិតយុវជនចូលរួមមានចំនួន50% ដែរបាទទាំងក្មេងចាប់ពីក្រោមអាយុ15ឆ្នាំក៏គាត់មានចូលរួម18ក៏គាត់ចូលរួម20ជាងគឺមានតាមគ្រប់កម្រិតទាំងអស់បាទតែការប្រកួតនេះគឺមានសារៈសំខាន់ដែរគឺក្នុងការបណ្ដុះធនធានដូចមានប្រសាសន៍ចឹងបណ្ដុះធនធានដើម្បីយើងត្រៀមធ្វើការប្រកួតជានៅឆ្នាំ2031ក៏ដូចជាការប្រកួតនានាហើយការប្រកួតនេះក៏មិនមែនលើកទី1ដែរគឺការប្រកួតនេះនឹងមានលើកទី2លើកទី3យើងនឹងព្យាយាមតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីធ្វើរៀបចំធ្វើការប្រកួតនេះជារៀងរាល់ឆ្នាំសូមបញ្ជាក់ផងដែរថាការប្រកួតកីឡាវាយកូនឃ្លីលើតុ CSCEC ធ្វើឡើងពេញមួយថ្ងៃនាថ្ងៃទី20ធ្នូឆ្នាំ2025នៅទីលានវាយកូនឃ្លីលើតុ City Sport ច្បារអំពៅដែលមានកីឡាករមកពីបណ្ដាក្លឹបនានាចូលរួម80នាក់ហើយជាលទ្ធផលក្រុមកីឡាវាយកូនឃ្លីលើតុ Sigma Boy Team ក្រុងតំណែងជើងឯកក្រោយបានយកឈ្នះលើក្រុម CSCEC ក្នុងលទ្ធផល3-1ក្នុងវគ្គផ្ដាច់ព្រាត់ខណៈក្រុមស្រីអូន Seal Store ទទួលបានចំណាត់ថ្នាក់លេខ3និងក្រុមអាគុយហេងស្រេងទទួលបានចំណាត់ថ្នាក់លេខ3ដូចគ្នា